ការជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានការចែកម្លែកមួយទាក់ទងនឹងការដែលយើងធ្វើដំណើរពីកំពង់ធំដែលចេញទៅកំពង់ឆ្នាំងដែលយើងធ្វើដំណើរតាមកំពង់តើយើងគួរទៅផ្លូវណាដើម្បីថាយើងអាចចំណេញបានពេលវេលាដ៏ល្អមួយដែលធ្វើឲ្យពុកម៉ែបងប្អូនចំណេញទាំងពេលវេលាចំណេញទាំងលុយចំណេញទាំងសាំងផងដែរចឹងនេះខ្ញុំនិយាយពីផ្លូវវាងក្រុងយើងដល់ផ្លូវវាងក្រុងហើយយើងធ្វើដំណើរទៅបាទយើងនឹងដល់រូបសំណាកដែរបាទពុកម៉ែបងប្អូនឃើញស្រាប់ហើយយើងធ្វើដំណើរហ្នឹងគឺយើងបត់ក្នុងស្នាមដៃតែសម្រាប់ខ្ញុំសូមចូលចាក់សាំងសិនបាទខ្ញុំបត់ក្នុងស្នាមដៃដែលមានសញ្ញាព្រួយហ្នឹងខ្ញុំចូលបត់ទៅចាក់សាំងសិនពីព្រោះអីខ្ញុំខ្លាចសាំងខ្ញុំអស់ដល់ពេលអញ្ចឹងខ្ញុំត្រូវតែបំពេញចាក់សាំងហើយពីព្រោះដល់នោះវាដីប្រហែលជា31គីឡូដែលយើងគិតទៅលើដីគ្រួណាបាទ31គីឡូអញ្ចឹងយើងធ្វើដំណើរយើងខ្លាចអស់សាំងតាមផ្លូវឬក៏តាមអីចឹងដែលវាស្នាបាននាំឲ្យរូបខ្ញុំមួយបាទយើងធ្វើដំណើរពីការ៉ាសាំងហ្នឹងទៅដល់ផ្លូវបត់ខាងស្នាមដៃហ្នឹងប្រហែលជា1គីឡូកន្លះជាងបាទ1គីឡូកន្លះអីទេអញ្ចឹងបងប្អូននឹងឃើញផ្លូវបត់ខាងឆ្វេងដៃអញ្ចឹងពុកម៉ែបងប្អូនធ្វើដំណើរទៅយើងនឹងដល់ការ៉ាសាំងតេឡាបាទតិចទៀតពុកម៉ែបងប្អូននឹងឃើញបាទឃើញផ្លូវបត់ខាងស្នាមដៃហ្នឹងពីការ៉ាសាំងតេឡាបាទទីទៀតមានឡានប្រុសមួយដែលគាត់ចេញមកពណ៌សហ្នឹងសញ្ញាបាទប្រុសខ្ញុំដាក់ទៅហ្នឹងពុកម៉ែបងប្អូនមើលទៅបាទជាក់ស្ដែងបាទឃើញឡានប្រុសចេញមកហើយអញ្ចឹងបងប្អូនអាចបត់ក្នុងស្នាមដៃហ្នឹងដោយយើងមានសម្គាល់លើការ៉ាសាំងតេឡាបាទអញ្ចឹងយើងបត់ក្នុងស្នាមដៃទៅត្រង់រហូតនៅក្នុងហ្នឹងគឺបញ្ជាក់ផងដែរថាតកតងនឹងដីកស៊ូដែលយើងចុះទៅហ្នឹងប្រហែលជា3គីឡូដីទេដីកស៊ូហ្នឹងណាបាទជិះប្រហែលជា3គីឡូដីហ្នឹងទៅយើងនឹងដល់ផ្លូវខាងគ្រូក្រហមហើយខាងខ្ញុំហៅថាគ្រូក្រហមប៉ុន្តែដល់ពេលដែលជាក់ស្ដែងណាដល់ពេលដែលយើងទៅដល់ទីហ្នឹងគឺអត់គ្រូក្រហមតែគ្រូគេរៀងសតែគ្រូដូចតែគ្នាទេណាតែគាត់ថាបើខ្ញុំតាមមើលទៅដីហ្នឹងប្រហែលជាភ្លៀងមកគឺអត់ជាប់ទេអូឡៃខ្ញុំចោលទៅកំពុងធំជំរុំចិត្តសូមបញ្ញាជីវិតរឿងពិតនឹងបើសូមស្ទឹងខ្ញុំនៅអីប្រមាណបងប្អូនឬអីចាក់សាំងហើយព្រោះចាប់ពីចំណុចសម្ដាក់ឡាប្រូយទៅហ្នឹងបាទគឺអត់មានតែជាប្រទេសមានក៏មានតិចតែ1 2អីទេអត់មានច្រើនទេហើយនេះគឺជាដីគ្រួហមបាទអញ្ចឹងនោះបងប្អូនយើងដែលគាត់បានមកពីខាងកំពង់ឆ្នាំងឡើងមកកំពង់ធំដូចខ្ញុំដែរតែសម្រាប់ខ្ញុំផ្ទុយទៅវិញគឺខ្ញុំទៅពីកំពង់ធំទៅកំពង់ឆ្នាំងនេះគឺជាការធ្វើដំណើរថាទិដ្ឋភាពតាមដងផ្លូវពុកម៉ែបងប្អូនឃើញស្រាប់ហើយថាអត់មានផ្ទះពុកម៉ែបងប្អូនយើងតាមដងផ្លូវហោហែទេបាទមានក៏យើងមានមួយទេអត់មានច្រើនទេនេះគឺសំណាងយ៉ាងចំណានដែលតាមការធ្វើដំណើរជាក់ស្ដែងមកឃើញថាផ្លូវដូចសម្រាប់ម៉ូតូនឹងអាលាក់តិចហើយតែបើសម្រាប់ឡានគឺតាមអាលាក់ទេព្រោះផ្លូវនេះគឺជាផ្លូវដែលឈូសឆាយហើយតែគាត់ថាថ្ងៃក្រោយដាក់ចាក់កស៊ូឬញាក់ស៊ូមកតយ៉ាងណាទេតែពុកម៉ែបងប្អូនមើលជាក់ស្ដែងគឺខាងទៅផ្លូវបាទយើងចាក់គ្រូក្រហមហើយបើសិនមានឡានគឺថាអត់ទម្លាក់ខាងទេព្រោះដោយសារថាផ្លូវបើខ្ញុំជិះប្រហែលជាលឿន40ឬ50ទេព្រោះក្នុងខាងនេះខ្ញុំជិះយឺតទេព្រោះថតទូរស័ព្ទ
មិនជាសូវលាក់ប្រហែលទេតែគាត់ថាពេលម៉ែបងប្អូនធ្វើដំណើរតាមផ្លូវហ្នឹងបើចំពោះបរិបទដូចខ្ញុំគិតថាជាមិនជាបញ្ហាទេតែមើលសម្រាប់នារីដែលជិះម៉ូតូម្នាក់ឯងដូចជាអត់លើកទឹកចិត្តឲ្យជិះទេព្រោះដោយសារថាបើយើងមើលទៅវាស្ងាត់មែនពីចម្ងាយនៃការចុះមកគឺប្រហែលជា34គីឡូអញ្ចឹងអាហ្នឹងខ្ញុំ34គីឡូហ្នឹងពីអាផ្លូវបំបែកមកដល់ខជាតិលេខ6ណាបាទអញ្ចឹងបើចឹងគាត់ថាគួរល្អបើថាមកមានគ្នាអត់ជាបញ្ហាទេតែបើថាមកម្នាក់ឯងគឺថាគួរតែជិះតាមផ្លូវជាតិលេខ6វិញល្អជាងតែបើថាតាមផ្លូវនេះរៀងស្ងាត់តិចហើយជីបដាថតបដាក្នុងកាន់ទូរស័ព្ទមួយហ្នឹងហើយថតទៅដូចជាមិនមែនជាអ្នកអាជីពអីទេបាទយើងមកដល់ផ្លូវបាយនេះដាក់ដល់ភូមិពីរបាទភូមិពីរនេះមួយទៅឆ្វេងដៃមួយទៅស្ដាំដៃចឹងកន្លែងនេះបានសួរទៅដែរសួរតើប្រញាសូជាជួយចាទៅស្ដាំដៃយើងមកផ្លូវបាយហ្នឹងយើងបត់មកឆ្វេងដៃបាទលឿនជាងផ្លូវនេះដោយសារអីខាងផ្លូវនោះពលរដ្ឋពុកម៉ែបងប្អូនយើងរស់នៅតាមផ្លូវហោហែងទៅតើថាម៉ូតូយើងឬក៏បានមានបញ្ហាអីយើងមានមនុស្សម្នាតាមផ្លូវដែលយកទៅប្រមាណដែរតែតាមផ្លូវនេះលោកបងបានឃើញចាប់ហើយថាចុះមកផ្លូវស៊ូមកគឺផ្លូវរៀងហលហេវអីហ្នឹងទៅទៅទេពេលដែលយើងទៅដល់នោះអើយសែបណាស់ពីផ្លូវហ្នឹងពីព្រោះអីគ្រូហមអស់ផ្លូវគ្រូហមហ្នឹងពេលដែលយើងជិះទៅឃើញថាស្ងាត់ដែរបាទស្ងាត់ដោយសារតែមើលទៅដីនឹងជេរបន្តិចឯងដីនេះចឹងចង់សែតតែផ្លូវជិះទៅឯងស្ងាត់ហើយក៏មានបងប្អូនជិះដែរតែជិះតិចតួចតែដល់ពេលចឹងទៅមើលតាមភាពស្ដាយទៅឃើញថាស្ងាត់ហើយវាស្រែជាងអ្នកឯងអារម្មណ៍សំណោះតែដល់ពេលដែលបាទព្រោះក្លិនកុលាបជ្រាបសពប្រាណត្រជាក់ព្រៀបបាននឹងទឹកអមរត់សូមស្ងួននួននាងអាណិតស្រោចស្រង់សុបាទបងធំបងផ្លូវបាទឆ្លងផ្លូវឲ្យមានខ្លាចយើងនេះបាទខានឲ្យកាត់លឿនទៅមួយសិនហើយខ្ញុំជិះនេះខ្ញុំអត់ស្គាល់ភ្នំអីទេព្រោះជិះលើកទី1របស់ខ្ញុំហើយអញ្ចឹងខ្ញុំជិះត្រង់ហោខ្ញុំក៏សប្បាយចិត្តដែរព្រោះបានដល់ផ្លូវកស៊ូវិញមានភ្នំសន្ទុកជាសាក់ស្រីបើខ្ញុំមិនស្មោះចំពោះស្រីសូមអ្នកអរឡាយខ្ញុំចោលទៅអោកំពុងធំជំរុំចិត្តសូមបញ្ញាជីវិតរឿងពិតនឹងបើសូមស្ទឹងព្រៃប្រុសជួយចាយជើរូបបើអើយខ្ញុំជាគូនេះយើងបានមកដល់ហើយមកដល់ផ្លូវចិត្តដល់ផ្លូវកំពង់លែងហើយយើងជិះចូលដល់ផ្លូវចូលហើយចាំតិចទៀតយើងទៅដល់វត្តមួយដែលខ្ញុំអត់បានស្គាល់ទេជាស្អីផងព្រោះអីវត្តហ្នឹង
ពេលទៅដល់វត្តទុំវត្តហ្នឹងយើងបត់ខាងឆ្វេងដៃតិចមកយើងនឹងឃើញហើយឃើញផ្លូវដែលទៅខាងកំពង់លេងហ្នឹងដែលឆ្លងសាលាហ្នឹងបាទយើងដល់ហើយបងប្អូនបាទដល់ហើយហ្នឹងបងប្អូនបត់ខាងឆ្វេងដៃមកបាទតែបងសំសុកឈរនេះបាទខាងឆ្វេងដៃមកយើងឃើញផ្លូវបាត់ទៅកំពង់លេងហើយយើងឆ្លងទៅខាងកំពង់ឆ្នាំងហ្នឹងឃើញថាពុកម៉ែបងប្អូនយើងដែលបានឆ្លងគឺមានចំនួនច្រើនហើយក៏ឃើញឡានគាត់ជប់ច្រើនដែរតែតសើត្រង់គាត់ថាគាត់ជប់ឡានមានរបៀបមានរៀបរយមែនបាទគាត់មានន័យនឹងក្រុមសង្គមពុទ្ធដែរអញ្ចឹងឃើញសូមជួននួនយើងអាណិតស្រោចស្រង់ជីវិតដោយប្រណីរៀបសូមសច្ចាចំពោះមានភ្នំសនទុកជាសាំងស្រីបាក់ខ្ញុំមិនស្មោះចំពោះស្រីសូមអ្នកអរ័យខ្ញុំចោលទៅគឺជាសកម្មភាពដែលខ្ញុំបានឡើងទៅឡើងពួកខ្ញុំបានថតពីលើទេព្រោះតែលើច្រើនពេកហើយនេះសូមធ្វើវីដេអូកាត់ដែរយើងបានមកដល់ខេត្តកំពង់ឆ្នាំងហើយបាទសូមធ្វើវីដេអូកាត់ត្រឹមហ្នឹងពីព្រោះអីពួកមនុស្សច្រើនហើយណាមួយវីដេអូហ្នឹងក៏វែងដែរអញ្ចឹងដល់ពេលដែលសកម្មភាពដែលខ្ញុំបានឡើងម៉ូតូឡើងគឺឡើងទៅតាមផ្លូវបាទទៅតាមផ្សារក្រោមបាទផ្សារក្រោមយើងជិះទៅតាមនឹងត្រង់យើងបាត់មកខាងឆ្វេងដៃមកបាទយើងឡើងមកលើផ្លូវហើយតិចទៀតយើងនឹងជិះទៅដល់ទីរួមខេត្តបាទទីរួមខេត្តកំពង់ឆ្នាំងឃើញថាមកដល់ទីនេះមានបាទចំណេញពេលវេលាមែនតើចំណេញនឹងពេលវេលាម៉ូតូក៏បានសម្រាកហើយចំណេញនឹងឡាយសាំងចំណេញនឹងដំណើរបាទម៉ូតូក៏អត់ធ្វើការច្រើនបាទជិះតិចតែឆាប់ដល់គោលដៅបាទឃើញតែផ្លូវនេះចិត្តបាទសម្រាប់បងប្អូនណាដែលគាត់ចង់បាទធ្វើដំណើរបាទឆ្លងកាត់ដែលមានចំណេញពេលវេលាចំណេញពេលវេលាថវិកាបងប្អូនអាចបាទមកដល់ទីរំខាត់កំពង់ឆ្នាំងនឹងមកបាទចង់ផ្សារក្រោមបងប្អូនអាចឆ្លងបាទទៅដល់កំពង់ធំបានតែនេះខ្ញុំកំពុងជិះម៉ូតូទៅហើយបាទទៅដល់បាទទៅទីរំខានឡើងជីវិតកុលាបជ្រាបសពប្រាណត្រជាក់ព្រៀបបានជិះបាទចិត្តមកដល់ផ្សារលើកំពង់ឆ្នាំងហើយបាទតិចទៀតខ្ញុំជិះដល់ផ្សារលើកំពង់ឆ្នាំងបាទដល់ផ្សារលើកំពង់ឆ្នាំងនេះខ្ញុំប្រហែលជាចប់ត្រឹមហ្នឹងហើយបាទសូមអរគុណបាទដល់ពុកម៉ែបងប្អូនបាទទាំងអស់គ្នាដែលបានទស្សនាបាទរហូតដល់ចប់ហើយក៏សូមធ្វើការខន្តីអភ័យទោសចំពោះការនិយាយមិនសមរម្យណាមួយបាទរៀបរាប់ណាមួយដែលមិនបានសមរម្យឬបាទលើសលួសអសីលធម៌កន្លែងណាមួយសូមមេត្តាអធ្យាស្រ័យដល់ពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរជាសាំងស្រី